ជំរាបសួរអ៊ំពូមីងបងប្អូនចាសម្រាប់ម៉ូតមួយនេះគឺជាការសំណូមពររបស់បងប្អូនយើងមកកាន់ខ្ញុំឲ្យជួយបង្ហាញពីរបៀបនៃការកាត់ម៉ូតអាវមួយនេះថាតើគេកាត់បែបណាទើបចេញម៉ូតបែបនេះតោះយើងចូលទៅមើលទាំងអស់គ្នាសូមបងប្អូនចូលទៅចុច Subscribe ចុចសញ្ញារូបកណ្ដឹងម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីៗជារៀងរាល់ថ្ងៃដែលបង្ហាញជូនពីតិចនិចនៃការកាត់តិចនិចនៃការដេរតិចនិចនៃការច្នៃប្រឌិតម៉ូតមានម៉ូតថ្មីមិនថាម៉ូតបុរសម៉ូតស្ត្រីម៉ូតកូនក្មេងមនុស្សចាស់និងមានការបង្ហាញជូនពីរបៀបនៃការប៉ាក់ឌិនផងដែរចាមកមើលពីរបៀបនៃការកាត់ម៉ូតអាវមួយនេះទាំងអស់គ្នាចាដោយរបៀបនៃការកាត់តួខ្លួនអីគឺដូចអាវយើងធម្មតាទាំងអស់ចាអញ្ចឹងខ្ញុំអត់បាច់បង្ហាញអីច្រើនដងទេដោយសាររបៀបកាត់ខ្លួនអាវនេះនាងខ្ញុំធ្លាប់បង្ហាញពីវីដេអូមុនហើយអស់ហើយចាអញ្ចឹងអ្វីដែលប្លែកសម្រាប់ម៉ូតអាវមួយនេះគឺកន្លែងស្មាអាវនេះចាអញ្ចឹងយើងមកមើលពីរបៀបនៃការគូស្មាអាវមកចានេះគឺជាតួអាវរបស់យើងធម្មតាខាងក្នុងចាឥឡូវយើងមកមើលអាស្មាអាវខាងក្រៅនេះតើគេគូបែបណាចាសម្រាប់តួស្មាអាវខាងក្រៅនេះយើងធ្វើការគូកន្លែងឃ្លៀកនេះឡើងមកលើឲ្យដល់បន្ទាត់ត្រង់ខាងលើនេះមកចាគឺឲ្យដល់បន្ទាត់ត្រង់ខាងលើនេះចាបន្ទាប់មកយើងប្រើបន្ទាត់កោងរបស់យើងចាបន្ទាត់កោងរបស់យើងបែបនេះគឺយើងយកមកគូស្មាអាវយើងឲ្យងចាហើយបើបងប្អូនណាត្រូវការឈៀកកោងឈៀកសម្រាប់គូឃ្លៀកអាវរីងអាវបងប្អូនអាចតាក់ទងមកនាងខ្ញុំបានណានាងខ្ញុំមានលក់ឈៀកសម្រាប់គូរីងអាវខ្វៀលកខ្វៀលឃ្លៀកអីចឹងចានេះយើងដាក់កន្លែងកោងយើងកន្លែងនេះមកចាបែបនេះបន្ទាប់មកយើងធ្វើការក្រិតចូលពីចំណុចគោលកនេះទៅក្នុង2លេខគឺត្រឹមនេះចាសូមបញ្ជាក់ត្រង់ចំណុចកន្លែងទៅនេះចាយើងអត់យកតាមឃ្លៀកតួអាវយើងទេយើងយកចេញពីឃ្លៀកតួអាវយើងពី1លេខកន្លះទៅ2លេខចាហើយយើងគូវាចុះមកដល់ត្រឹមនេះមកចាត្រឹមនេះគឺត្រឹមរង្វង់ដែលយើងខ្វៀលតំណក់ខាងក្នុងនេះចាគឺត្រឹមហ្នឹងហ្នឹងហើយកន្លែងនេះគឺយើងឡើងដល់ចំណុចបន្ទាត់ត្រង់នេះចាបានន័យថាពីចំណុចនេះមកចំណុចបន្ទាត់ត្រង់នេះគឺមានកលៈវាគឺកលៈយើងដែលយើងចុះស្មា1លេខកន្លះហ្នឹងចាអញ្ចឹងយើងឡើងមកវិញឲ្យអស់ត្រឹមហ្នឹងមកចាតបមកយើងធ្វើការគូបន្ទាត់ត្រង់មួយដែលយើងគូភ្ជាប់ពីចំណុច2លេខនេះចុះមកខាងក្រោមនេះចាកន្លែងខាងក្រោមក៏ដូចគ្នាដែរអត់អាចគូចូលមកភ្ជាប់កន្លែងនេះណាចាគឺយើងចំហពីកន្លែងនេះទៅមុខខ្ទង់2លេខអីទៅចាកន្លែងនេះខ្ញុំគូឲ្យវែងដល់ចំណុចនេះតែម្ដងដោយសារនៅពេលដែលវាវែងយើងអាចជាចោលបានចាតែបើពេលវាខ្លីគឺយើងអត់អាចជាចោលបាននេះខាងនេះយើងខាងលើនេះយើងអាចជាចោលបានណាចាបន្ទាប់មកយើងប្រើបន្ទាត់កោងរបស់យើងដើម្បីធ្វើការគូសទឹករលកដល់ចំណុចទឹករលកនោះគឺយើងត្រូវក្រិតស្មើគ្នាឧទាហរណ៍តែ5លេខគឺ5លេខស្មើគ្នា4លេខគឺ4លេខស្មើគ្នាអញ្ចឹងមកណាចាបន្ទាប់មកយើងធ្វើការគូសមកចាបងប្អូនដែលត្រូវការកាត់ពងបងប្អូនអាចទំនាក់ទំនងមកកាន់នាងខ្ញុំបានតាមរយៈ page Facebook ក៏បាន YouTube ក៏បាន TikTok ក៏បានបងប្អូនចារួចរាល់នេះគឺម៉ូតស្មាអាវរបស់យើងកន្លែងគៀននេះចាគឺមានតែប៉ុណ្្នឹងទេ
ហើយសម្រាប់កលៈក្រោមនេះគឺនេះសម្រងនេះគឺសម្រង56តែសម្រាប់ម៉ូតអាវនេះគឺគេយកខាងក្នុងនេះខ្លីចាអញ្ចឹងយើងកាត់ត្រឹមនេះចោលចាយើងកាត់ប្រវែងនេះចោលគឺយើងយកទៅត្រឹមនេះតិចបានន័យថាយើងកាត់6លេខចោលយកទៅត្រឹម50ពេលដើម្បីយើងតម្លាក់ម៉ូតខាងក្រៅមកគឺឲ្យនៅ56ឬក៏57អីទៅអញ្ចឹងណាឥឡូវយើងមកមើលផ្ទាំងក្រោយវិញម្ដងដល់ផ្ទាំងក្រោយរបស់យើងធ្វើការចូលក2លេខដូចគ្នាចាចូលគោលកមួយស្មានេះ2លេខដូចគ្នាបន្ទាប់មកយើងធ្វើការគូបន្ទាត់ត្រង់មួយមកដល់បន្ទាត់ត្រង់នេះយើងយកមកល្មមនេះអាកលៈចុះមកនេះយើងមើលទៅល្មមប៉ុណ្ណាស្អាតគឺយើងយកប៉ុណ្ណឹងមកចាសម្រាប់ខ្ញុំយកប៉ុណ្នេះវាល្មមស្អាតចាបន្ទាប់មកយើងធ្វើការក្រិតវាឲ្យស្មើមកដើម្បីយើងធ្វើការគូសទឹកអាឡុករបស់យើងសម្រាប់បងប្អូនដែលត្រូវការឈៀកកោងសម្រាប់គូឃ្វាក្លៀកអាវកអាវឬក៏រៀងអាវបងប្អូនអាចទំនាក់ទំនងមកកាន់នាងខ្ញុំបានចានេះរួចរាល់ហើយនេះគឺជាម៉ូតស្មារបស់យើងចំហៀងចាបន្ទាប់មកទៀតយើងធ្វើការគូសស្មារបស់យើងឡើងដល់ចំណុចបន្ទាត់លើនេះដូចគ្នាដូចនឹងស្មាមុខដែរយើងដាក់បន្ទាត់យើងឲ្យស្របបែបនេះមកហើយយើងរុញឡើងទៅលើឲ្យដល់បន្ទាត់ខាងលើនេះចាតោះមកយើងប្រើបន្ទាត់ N របស់យើងនេះគឺ N ចុងនេះឲ្យ N ឡើងទៅលើចាគឺយើងភ្ជាប់ពីចំណុចហ្នឹងមកចំណុច2លេខនេះចារួចរាល់ឥឡូវយើងមកមើលដៃអាវវិញម្ដងចានេះគឺជាតួដៃអាវរបស់យើងចាគឺដៃបំពង់វែងបែបនេះបន្ទាប់មកយើងមកធ្វើការកាត់ម៉ូតដៃពីលើរបស់យើងដល់ជាដំបូងគឺយើងយកចាដៃអាវរបស់យើងបែបនេះមកដាក់ពីលើបែបនេះមកចាហើយយើងក្រិតយកឲ្យស្មើនឹងនេះចំណុចដើមដៃរបស់យើងនេះចាត្រឹមហ្នឹងហើយខាងលើក៏ដូចគ្នាដែរយើងក្រិតត្រឹមកំពូលដៃអាវរបស់យើងមកគឺត្រឹមនេះបន្ទាប់មកយើងវាស់ឡើងពីចំណុចកំពូលស្មារបស់យើងឡើងទៅលើ1លេខកន្លះដើម្បីឲ្យស្មើនឹងស្មាតួអាវរបស់យើងចានេះស្មាតួអាវរបស់យើងគឺឡើង1លេខកន្លះអញ្ចឹងដៃអាវរបស់យើងក៏ឡើង1លេខកន្លះដូចគ្នាដែរបែបនេះយើងគូបន្ទាត់ត្រង់មួយចេះមកចាបន្ទាប់មកយើងចាប់ផ្ដើមធ្វើការគូសបកោងកន្លែងចំណុចនេះឲ្យដូចនឹងម៉ូតអាវរបស់គេចាយើងធ្វើបដាយើងមើលម៉ូតគេបដាចាម៉ូតគេតើគេយកប៉ោងបែបណាចាគឺម៉ូតរបស់គេគឺប៉ោងក្រោមចាប៉ោងក្រោមបែបនេះណាហើយនេះគឺប៉ោងឡើងទៅលើវិញយើងកន្លែងនេះគឺជាម៉ូតឆ្នៃអញ្ចឹងវាអត់មានក្បួនខ្នាតអីត្រឹមត្រូវទេស៊ីសងបងប្អូនធ្វើការឆ្នៃមើលថាប៉ោងប៉ុណ្ណាស្អាតវាឡើងងឡើងលើប៉ុណ្ណាស្អាតអញ្ចឹងណាចាបន្ទាប់មកយើងធ្វើការគូសបកោងកន្លែងនេះមកយើងធ្វើការចុចវាមកកន្លែងនេះវាងរៀងស្ទើអញ្ចឹងយើងរៀងងវាបន្ថែមតិចទៀតមកបែបនេះបន្ទាប់ពីយើងបានតម្រង់កោងងរបស់យើងពេញចិត្តហើយយើងធ្វើការដាក់ប
បន្ទាត់កោងរបស់យើងគូយកតែម្ដងចានេះគឺជាម៉ូដដៃអាវរបស់យើងចាខាងក្រៅគឺមានទម្រង់បែបហ្នឹងណាចាអញ្ចឹងគោលការណ៍ដែលយើងត្រូវយកមកធ្វើដំបូងហ្នឹងគឺត្រូវយកតួដៃអាវរបស់យើងនេះយកមកផ្ដាំកលាក់ចាយើងស្រឡាញ់ទម្រង់ដៃត្រឹមណាស្រឡាញ់ត្រឹមហ្នឹងយើងផ្ដាំកលាក់ត្រឹមហ្នឹងមកចាអានេះកលាក់ត្រឹមកពូលស្មាមកបន្ទាប់មកយើងមកមើលស្មាអាវមុខរបស់យើងថាយើងឡើងកន្លែងបាសនេះប្រហែលលេខចាអញ្ចឹងយើងឡើង1លេខកន្លះអញ្ចឹងសម្រាប់ដៃអាវនេះក៏យើងឡើង1លេខកន្លះដូចគ្នាដែរចាឲ្យត្រូវគ្នាចាតែប៉ុណ្្នឹងទេចាបន្ទាប់មកយើងមកមើលខាងក្រោមម៉ូដខាងក្រោមរបស់យើងវិញម្ដងចាម៉ូដខាងក្រោមរបស់យើងគឺយើងយកផ្ទាំងមុខរបស់យើងយកមកដាក់បែបនេះមកយើងអាចយកវែងជាងសម្រង1លេខអីក៏បានចាសម្រាប់ខ្ញុំយកស្មើគ្នាតែម្ដងដើម្បីឲ្យវាតមកវិញគឺវាស្មើនឹងសម្រងដើមរបស់វាវិញអញ្ចឹងណាចាតោះមកយើងធ្វើការគូសបន្ទាត់កលៈចង្កេះរបស់យើងមកមកយើងធ្វើការកាត់ចារួចរាល់ហើយអញ្ចឹងយើងធ្វើការបកវាហើយយើងគូសវាឲ្យត្រង់ចាខាងមុខនេះគឺគេយករាងមូលចាអញ្ចឹងយើងធ្វើការចុចវាឲ្យមូលមកប៉ុណ្ណឹងតោះមកយើងធ្វើការកាត់វាមកចាសម្រាប់បងប្អូនដែលត្រូវការកាត់ពុំអាវម៉ូដអាវអីគ្រប់ប្រភេទបងប្អូនអាចទំនាក់ទំនងមកកាន់នាងខ្ញុំបានតាមរយៈ YouTube ក៏បាន Page Facebook ក៏បាន TikTok ក៏បានចាដែលមានឈ្មោះថា Real Money និងមានរូប profile ដូចគ្នាទាំងអស់ចាហើយនាងខ្ញុំក៏មានលក់ឈៀកកោងឈៀកកាច់ដែរចាសម្រាប់បងប្អូនដែរត្រូវការសម្រាប់គូក្លៀកគូកហើយនឹងគូរៀងចានៅពេលដែលយើងកាត់គឺយើងកាត់យកទៅត្រឹមនេះទូខ្លួនណាចាហើយយើងដាក់នេះពីលើមកចានេះកន្លែងម៉ូដចង្កេះនេះដាក់ពីលើបែបនេះមកចាគឺបែបនេះ
ចាបន្ទាប់ពីយើងធ្វើការគូម៉ូដរូបរបស់យើងរួចរាល់ហើយយើងធ្វើការកាត់ចម្រៀករបស់យើងជ្រៀកចេញឲ្យអស់មកចាចម្រៀកនេះក៏បងប្អូនត្រូវកាត់ដែរបងប្អូនណាតែសម្រាប់ខ្ញុំអត់កាត់ទេដោយសារខ្ញុំគ្រាន់ចង់បង្ហាញពីម៉ូដស្មាអាវនិងម៉ូដដៃអាវទេចាអញ្ចឹងខ្ញុំកាត់តែចម្រៀកនេះទេសម្រាប់បងប្អូនដែលចង់រៀនចង់ចេះម៉ូដដៃអាវម៉ូដកអាវឬម៉ូដអាវប្រុសម៉ូដអាវស្រីបងប្អូនអាចចូលទៅមើលនៅក្នុង Channel YouTube របស់នាងខ្ញុំមួយនេះចាគឺមានច្រើនម៉ូដបងប្អូនណាគឺវីដេអូមានដល់រាប់រយវីដេអូចាអញ្ចឹងសង្ឃឹមថាបងប្អូនអាចយកទៅប្រើការបានសម្រាប់វីដេអូណាមួយចាអូកន្លែងយើងអត់អាចជាដល់កន្លែងនេះបានទេដោយសារវាដាច់ម៉ូដចាអញ្ចឹងយើងជាតែត្រឹមនេះបានហើយកន្លែងនេះជាខុសជាជ្រុលឡើយនេះចានេះគឺជាផ្ទាំងមុខរបស់យើងចានៅពេលដែលយើងកាត់គឺយើងកាត់បែបហ្នឹងបែបនេះយើងកាត់ចោលចាអញ្ចឹងកលាក់របស់យើងគឺនៅកន្លែងនេះបែបនេះកន្លែងនេះគឺគេយកបាសគៀនណាបងប្អូនអញ្ចឹងនៅពេលដែលយើងកាត់ជាក់ស្ដែងយើងយកថែមគៀននេះ3លេខឬក៏5លេខអីទៅចាបន្ទាប់មកយើងមកធ្វើការកាត់ផ្ទាំងក្រោយរបស់យើងវិញម្ដងតើបើយើងការកាត់ផ្ដាច់កន្លែងនេះមកព្រោះកន្លែងនេះគឺស្បៃចាកន្លែងនេះគឺទូខ្លួនចាគឺបែបនេះនេះគឺជាផ្ទាំងក្រោយរបស់យើងផ្ទាំងក្រោយក៏យើងដាក់បែបហ្នឹងដែរចានេះចាហើយមួយនេះគឺជាម៉ូដដៃអាវរបស់យើងចាដៃអាវរបស់យើងខាងលើចាអញ្ចឹងគឺមានទម្រង់បែបហ្នឹងនេះគឺខាងលើហើយនេះគឺខាងក្រោមចាឥឡូវយើងធ្វើការកាត់វាមក
ឥឡូវយើងមកមើលផ្ទាំងជំរាបផ្ទាំងមុខរបស់យើងជំរាបទី1នេះវិញម្ដងចាកន្លែងនេះគឺយើងកាត់ផ្ដាច់កន្លែងអប្សរានេះឲ្យហើយមកបងប្អូនណាចាចាកន្លែងលើគឺស្បៃកន្លែងនេះយើងជាចោលគឺបែបនេះចាបន្ទាប់ពីយើងធ្វើការកាត់ពុម្ពរបស់យើងរួចរាល់ហើយយើងយកពុម្ពរបស់យើងមកកាត់នៅលើកណាត់ចានេះឧទាហរណ៍ថាជាកណាត់ចាក្រដាសពណ៌ក្រហមនេះគឺជាកណាត់ចោះចាអញ្ចឹងយើងមកដាក់លើកណាត់របស់យើងហើយយើងធ្វើការកាត់មកចាដោយយើងបត់កណាត់យើងជាពីរបែបនេះចាយើងដាក់ពុម្ពរបស់យើងមកហើយយើងធ្វើការកាត់ចានេះគឺជាផ្ទាំងមុខរបស់យើងចានេះគឺជាផ្ទាំងមុខរបស់យើងដែលយើងកាត់ហើយចាផ្ទាំងមុខកណាត់ខាងក្រោមចាឥឡូវយើងមកធ្វើការកាត់ស្បែកខាងលើវិញម្ដងចានេះគឺជាតួស្បែកនៃផ្ទាំងមុខរបស់យើងចាគឺមានទម្រង់បែបនេះចាអញ្ចឹងខ្ញុំធ្វើការចុចត្រេបនេះដើម្បីឲ្យបងប្អូនងាយស្រួលមើលដោយសារវាមានពណ៌សដូចគ្នាអញ្ចឹងបងប្អូនពិបាកក្នុងការមើលចាយើងផ្ដាំមកខាងក្រោមផ្ដាំនៅលើស្បែករបស់យើងហើយខាងលើនេះគឺជាពុម្ពស្បែកចាចាសម្រាប់ស្បែកគឺយើងអត់កាត់យកស្មាដូចខាងលើនេះទេបងប្អូនណាចាគឺយើងយកតាមទម្រង់ខាងក្នុងនេះចាអញ្ចឹងយើងធ្វើការដាក់បន្ទាត់របស់យើងមកនេះកន្លែងនេះគឺយើងយកបន្ទាត់មួយនេះចាអញ្ចឹងយើងផ្ដាំវាចុះមកតើមកស្មាក៏ដូចគ្នាដែរស្មាគឺយើងយកបន្ទាត់ក្នុងនេះចាអត់យកអាបាសខាងលើទេបាសខាងលើគឺជាម៉ូតគ្របពីលើទេចាសម្រាប់ស្បែកយើងយកធម្មតាចាប៉ុណ្ណឹង
តបពីយើងធ្វើការផ្ដាំបន្ទាត់ពីនេះហើយយើងអាចបកទាំងលើនឹងចេញមកហើយយើងធ្វើការកាត់ខាងក្រោមបានន័យថាកាត់តួស្បែករបស់យើងស្បែករបស់យើងខាងក្រោមគឺយើងទុកឲ្យវាវែងជាងពុំខាងលើចាប៉ុណ្្នឹងមកណាយើងអាចកាត់ត្រឹមនឹងទេចាគឺមានធ្នេចាអញ្ចឹងយើងទុកប្រហែលជា2លេខអីទៅចាអាខាងគៀនឃ្លៀកនេះគឺយើងកាត់យកត្រឹមនេះចាត្រឹមខាងក្រោមនេះខ្ញុំកាត់រង្វង់កនេះហើយរង្វង់កនេះគឺយើងកាត់ត្រឹមគ្នាបន្ទាប់មកចំណុចមួយនេះហើយចំណុចមួយនេះគឺកាត់អត់ត្រូវគ្នាទេអញ្ចឹងយើងបកទាំងលើយើងចេញមកចាគឺយើងកាត់តាមគំនូសដែលយើងផ្ដាំអមាញ់នេះចាគឺបែបនេះគឺតួស្បែកផ្ទាំងមុខរបស់យើងចាគឺបែបហ្នឹងឥឡូវយើងមកមើលផ្ទាំងក្រោយវិញម្ដងនេះគឺជាតួអាវនៃផ្ទាំងក្រោយរបស់យើងចាគឺមានទម្រង់បែបហ្នឹងអញ្ចឹងសម្រាប់បងប្អូនជាក់ស្ដែងបងប្អូនត្រូវជ្រៀកវាទាំងអស់ចាចេញជា3ចម្រៀកចាសម្រាប់ខ្ញុំអត់ជ្រៀកទេដោយសារខ្ញុំធ្វើការបង្ហាញអ្វីដែលខ្ញុំបដោតបង្ហាញគឺម៉ូដស្មាហើយនិងម៉ូដដៃអាវចាអញ្ចឹងកន្លែងនេះខ្ញុំកាត់យកទាំងអស់តែម្ដងចាចានេះគឺជាផ្ទាំងអាវខាងក្រោយរបស់យើងដែលយើងកាត់រួចចាគឺមានទម្រង់បែបហ្នឹងនេះខាងក្រោមចាឥឡូវយើងមកមើលពីស្បែកខាងលើវិញម្ដងនេះគឺជាទម្រង់ស្បែកអាវផ្នែកខាងលើនៃផ្ទាំងក្រោយរបស់យើងគឺមានទម្រង់បែបនេះចាឥឡូវយើងមកធ្វើការកាត់ស្បែកជាមួយគ្នាដោយយើងយកពុំរបស់យើងយកមកដាក់ពីលើស្បែករបស់យើងមកចាស្បែករបស់យើងគឺបត់ជា2ទៅចាចាឥឡូវយើងមកធ្វើការផ្ដាំស្បែកទាំងក្រោយរបស់យើងទាំងអស់គ្នាដល់យើងខាងក្រោមនេះគឺយើងទុកធ្នេ2លេខចាកន្លែងនេះឲ្យវាវែងជាងតិចមកក៏បានដែរដែលយើងអាចកាត់ចោលបានចាកន្លែងនេះគឺយើងយកប្រវែងត្រឹមដូចគ្នាកន្លែងនេះគឺស្មានេះគឺយើងយកតែត្រឹមនេះទេអត់យកបាសឡើងលើទេសម្រាប់ស្បែកចាគឺប៉ុណ្ណឹងបន្ទាប់មកយើងធ្វើការផ្ដាំស្មារបស់យើងគឺយើងយកស្មាត្រង់ធម្មតាសម្រាប់ស្បែកចាត្រឹមហ្នឹងចារួចរាល់ហើយឥឡូវយើងអាចធ្វើការកាត់បាននេះគឺខាងក្រោយស្បែកខាងក្រោយអញ្ចឹងយើងធ្វើការកាត់តាមគំនូសដែលយើងបានគូសនឹងមក
ចានេះគឺជាស្បែកអាវខាងលើរបស់យើងគឺមានទម្រង់បែបហ្នឹងនៃផ្ទាំងក្រោយចាឥឡូវយើងមកធ្វើការកាត់ម៉ូតដៃអាវរបស់យើងមួយនេះមកសម្រាប់បងប្អូនកាត់ជាក់ស្ដែងបងប្អូនត្រូវខ្ទាស់បញ្ចូលបារាំងពុំទៅលើកណាត់របស់យើងចាសម្រាប់ខ្ញុំឧទាហរណ៍ទេអញ្ចឹងខ្ញុំធ្វើការចុចវាផ្ដើមយកមុននឹងយើងធ្វើការកាត់ចាសម្រាប់បងប្អូនដែលត្រូវការកាត់ពងបងប្អូនអាចទំនាក់ទំនងមកកាន់នាងខ្ញុំបានតាមរយៈ YouTube ក៏បាន Page Facebook ក៏បាន TikTok ក៏បានចាដែលមានឈ្មោះថារៀនមនីនិងមាន profile រូបដូចគ្នាទាំងអស់ចាបន្ទាប់ពីនាងខ្ញុំធ្វើការផ្ដាំហើយឥឡូវយើងដកចេញមកចានេះគឺជាទម្រង់ដៃអាវដែលយើងត្រូវកាត់នៅលើកណាត់ឥឡូវយើងចាប់ផ្ដើមធ្វើការកាត់មកចានេះគឺជាម៉ូដដៃអាវរបស់យើងគឺមានទម្រង់បែបនេះនៅពេលដែលយើងកាត់នៅលើកណាត់ណាចានេះគឺជាម៉ូដវ៉ាល់ខាងក្រោមអាវរបស់យើងចាគឺយើងយកពុម្ពមកដាក់នៅលើកណាត់បែបហ្នឹងមកហើយយើងធ្វើការកាត់ប៉ុន្តែខ្ញុំបញ្ជាក់ថាកន្លែងនេះគឺគេយករៀងបាសខ្លាំងចាអញ្ចឹងយើងយកចេញខ្ទង់3លេខអីថែមទៀតមកចាឬបងប្អូនចង់បាសខ្លាំងប៉ុតជាងហ្នឹងបងប្អូនអាចយកចេញ5លេខ4លេខអីចឹងណាចាស៊ីសងយើងមើលទៅថាចេញប៉ុណ្ណាស្អាតចាឥឡូវនេះខ្ញុំចេញ3លេខបន្ថែមទៀតដើម្បីឲ្យវាបាសគៀនខ្លាំងប៉ុណ្ណឹងមកឥឡូវយើងចាប់ផ្ដើមធ្វើការកាត់ចានេះគឺជាវ៉ាល់ខាងក្រោមរបស់យើងចាឥឡូវយើងមកមើលពីរបៀបនៃការកាត់ម៉ូដស្មាអាវរបស់យើងវិញម្ដងដល់នេះគឺជាស្មាអាវទាំងមុខរបស់យើងចាអញ្ចឹងយើងធ្វើការកាត់ជ្រៀកកន្លែងក្លែកនេះចេញមក
ចានេះគឺជាម៉ូដស្មាអាវផ្ទាំងមុខរបស់យើងឥឡូវយើងមកមើលម៉ូដស្មាអាវផ្ទាំងក្រោយរបស់យើងវិញម្ដងចាដល់យើងជាផ្ទាំងនេះចោលចាយើងយកទៅត្រឹមនេះទេចានេះគឺជាស្មាអាវផ្ទាំងក្រោយរបស់យើងបន្ទាប់ពីយើងកាត់ពុំរបស់យើងស្មាអាវរបស់យើងរួចហើយយើងធ្វើការកាត់នៅលើកណាត់របស់យើងមកហើយយើងបត់កណាត់របស់យើងជា2តោះមកយើងដាក់ពុំស្មាអាវរបស់យើងពីលើបែបនេះចាបន្ទាប់មកយើងធ្វើការកាត់តាមកលៈពុំរបស់យើងមកចានេះគឺជាស្មាអាវផ្ទាំងក្រោយរបស់យើងឥឡូវយើងមកធ្វើការកាត់ស្មាអាវផ្ទាំងមុខវិញម្ដងដល់យើងបត់កណាត់របស់យើងជា2ដូចគ្នាហើយយើងដាក់ពុំរបស់យើងពីលើបែបនេះមកចាបន្ទាប់មកយើងធ្វើការកាត់តាមកលៈពុំរបស់យើងនេះគឺជាស្មាអាវដែលយើងកាត់ហើយនេះគឺជាស្មាអាវផ្ទាំងមុខរបស់យើងចាឥឡូវពុំរបស់យើងគឺយើងបានកាត់ផ្ដាមទៅជាកណាត់រួចរាល់ហើយឧទាហរណ៍ថាជាកណាត់ចាស់សម្រាប់ផ្ទាំងកណ្ដាស់ពណ៌ក្រហមនេះចាអញ្ចឹងនាងខ្ញុំបានកាត់ផ្ដាមរួចរាល់អស់ហើយទាំងតួខ្លួនទាំងដៃអាវស្មាអាវចានឹងជើងខាងក្រោមចាអញ្ចឹងកាត់រួចរាល់ហើយឥឡូវយើងមកមើលពីរបៀបនៃការដំឡើងទាំងអស់គ្នាចាឥឡូវយើងមកធ្វើការដំឡើងម៉ូដស្មាតអាវរបស់យើងហើយនឹង
ក្បាលដៃអាវរបស់យើងចានេះគឺជាតួខ្លួនដែលយើងបានដំឡើងហើយចាខាងលើនេះគឺស្បៃចាខាងក្រោមនេះគឺយើងកណាត់ចានេះគឺខាងក្រោយមុននឹងយើងធ្វើការដំឡើងម៉ូតដៃខាងលើឲ្យវាបាសនេះគឺយើងមកផ្គុំដៃស្មារបស់យើងជាមុនសិនចាដល់នេះគឺជាស្មាមុខហើយនេះគឺជាស្មាក្រោយអញ្ចឹងកន្លែងនេះគឺយើងផ្គុំមកហើយចាំដាក់ពីលើក៏បានឬមួយក៏ចាកន្លែងនេះប្រហែលជាត្រូវផ្គុំមកហើយដោយសារវាបាសចាអញ្ចឹងយើងផ្គុំមកហើយចាំដាក់ពីលើស្មាកន្លែងនេះបានន័យថាយើងដេរនេះអាឆ្នូតស្មានេះយើងដេរវាឲ្យមកចាហានេះគឺគេត្រូវអ៊ុតរឹងចាដើម្បីឲ្យវារឹងល្អកន្លែងស្មាអាវនេះជាក់ស្ដែងគឺយើងដេរវាចាដេរវាភ្ជាប់គ្នារវាងស្មាមុខនិងស្មាក្រោយចាសម្រាប់ខ្ញុំធ្វើការបិទស្កុតចាខាងនេះគឺស្មាក្រោយហើយខាងនេះគឺស្មាមុខអញ្ចឹងយើងយកមកដាក់លើអាវយើងមើលគឺបែបនេះកន្លែងនេះគឺគេអត់ដាក់ឲ្យដល់គល់កទេគឺគេចន្លោះពីគល់កមកប្រហែលជា2លេខចាប៉ុណ្នេះចាគឺប៉ុណ្ណឹងបងប្អូនណាយើងដាក់អញ្ចឹងមកបន្ទាប់មកយើងធ្វើការដានទៅចាយើងដានដៃហើយយើងឆិតវាពីក្នុងមកចានេះគឺជាស្មាខាងក្រោយរបស់យើងចាគឺយើងដានរហូតមកក្រោយបែបនេះមកបន្ទាប់មកយើងធ្វើការឆិតពីក្នុងមកចានេះគឺជាស្មាអាវរបស់យើងចាដែលយើងបានដំឡើងហើយគឺមានរាងបែបនេះចាកន្លែងនេះតាមពិតទៅបងប្អូនត្រូវដេរដៃស្បៃរបស់យើងរួចសិនចាំដាក់អាក្របស្មានេះពីលើបងប្អូនណាចាអានេះដោយសារខ្ញុំបង្ហាញពុំกระดาษហើយអញ្ចឹងខ្ញុំធ្វើតាមរបៀបពុំกระดาษតែបើបងប្អូនកាត់ជាស្ដែងបងប្អូនត្រូវតឡើងដៃនេះសិនចាតឡើងដៃនេះសិនហើយចាំតឡើងម៉ូតស្មានេះពីលើហើយនឹងតឡើងម៉ូតដៃគៀននេះមកតាមក្រោយណាចាឥឡូវយើងតឡើងស្មារបស់យើងរួចហើយឥឡូវយើងមកមើលពីរបៀបតឡើងម៉ូតដៃអាវរបស់យើងវិញម្ដងចានេះគឺជាម៉ូតដៃអាវរបស់យើងចាគឺវាមាន2ស្លឹកមួយខាងអញ្ចឹងនៅពេលដែលមុនយើងតឡើងគឺយើងត្រូវដេរតាមនេះមកជើងទាមកហើយយើងធ្វើការប្រឡាត់វាមកចាហើយក៏បញ្ជាក់ដែរថាសម្រាប់ដៃហើយនឹងស្មាគឺត្រូវតែអ៊ុតប្រើកាវរឹងបំផុតចាអញ្ចឹងសម្រាប់បងប្អូនដេរមកជើងទាតាមនេះមកចាសម្រាប់ខ្ញុំប្រើស្កុតតមកយើងប្រឡាត់វាមកខាងត្រូវមកច
ចាឥឡូវយើងមកមើលម៉ូដដៃអាវរបស់យើងវិញម្ដងចាបន្ទាប់ពីយើងធ្វើការដេរកន្លែងនេះហើយយើងយកមកដាក់លើដៃអាវរបស់យើងមកចានេះគឺបែបនេះចានេះគឺជាទម្រង់ដៃអាវរបស់យើងហើយសូមបញ្ជាក់ថាពេលដែលបងប្អូនកាត់ជាស្ដែងបងប្អូនដេរភ្ជាប់ដៃហើយចាំយកម៉ូដស្មានិងម៉ូដដៃនេះយកមកដាក់ពីលើវិញណាចាអានេះដោយសារខ្ញុំជាกระดาษអញ្ចឹងខ្ញុំអត់អាចធ្វើដូចរបៀបកណាត់បានទេចាខ្ញុំដាក់របៀបกระดาษចានៅពេលយើងផ្គុំចូលគ្នាមកគឺបែបនេះចាគឺបែបនេះបងប្អូនណាមើលយល់ទេបងប្អូននេះចាម៉ូដដៃអាវរបស់យើងចានេះគឺជាម៉ូដដៃអាវរបស់យើងដែលបានផ្គុំហើយចាគឺមានទម្រង់បែបនេះបងប្អូនណាចាយ៉ាងមិនដែរបងប្អូនដូចដែរទេសម្រាប់ពុំគឺខ្ញុំអាចគុំឲ្យមើលបានតែប៉ុណ្្នឹងឯងបងប្អូនណាចានៅពេលដែលយើងដេរគឺយើងដេរជាក់ស្ដែងគឺបែបនេះចានេះគឺខាងក្រោយហើយនេះគឺខាងមុខយ៉ាងម៉េចដែរបងប្អូនដូចបានប្រមាណភាគរយដែរបងប្អូនចាម៉ូដដៃអាវរបស់យើងនិងម៉ូដស្បែកអាវរបស់យើងចាចាអរគុណច្រើនចំពោះការតាមដានទស្សនារបស់បងប្អូនតាំងពីដើមដល់ចប់ជូនពរបងប្អូនជួបតែសំណាងល្អរកទទួលទានមានបានហេងគ្រប់ក្រុមគ្រួសារ